នៅមូលដ្ឋានផ្សេងអាជ្ញាធរខ្នះខ្នែងជីកស្ដារប្រឡាយរំដោះទឹកខុសអ្វីតែមេឃុំស្អាងភ្នំអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្របម្រើប្រយោជន៍ឯកជនយ៉ាងត្រជាក់មេជើងទៅវិញប្រជាពលរដ្ឋនៅភូមិពីមសាឡានិងភូមិព្រែកស្លែងនៃឃុំស្អាងភ្នំស្រុកស្អាងបានសម្ដែងការព្រួយបារម្ភនិងងឿងឆ្ងល់យ៉ាងខ្លាំងបន្ទាប់ពីឃើញមេឃុំស្អាងភ្នំអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្រដើម្បីផលប្រយោជន៍ឯកជនយ៉ាងត្រជាក់មេជើងខណៈដែលអាជ្ញាធរមូលដ្ឋានឃុំផ្សេងទៀតមានតែខ្នះខ្នែងជីកស្ដារព្រែកប្រឡាយដើម្បីរំដោះទឹកនិងនាំទឹកស្រោចស្រពស្រែចម្ការប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឃើញម្ចាស់ទីតាំងកំសាន្តមួយបានដឹកដីចាក់លុបប្រឡាយសម្រាប់រំដោះទឹកកុំឲ្យជនលិចភូមិរាប់រយម៉ែត្រដល់សួរទៅទើបដឹងថាមេឃុំជាអ្នកអនុញ្ញាតឲ្យចាក់លុបដើម្បីទុកធ្វើកន្លែងចតរថយន្តភ្ញៀវហើយក្រោយចាក់លុបរួចទើបកាយដាក់លូមុខកាត់8ទឹកឡើងវិញអ្វីដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះគឺភាពមិនស៊ីសង្វាក់គ្នារវាងឯកសារផ្លូវការនិងការពិតជាក់ស្ដែងព្រោះនៅក្នុងកំណត់ហេតុកិច្ចសន្យារបស់រដ្ឋបាលឃុំស្អាងភ្នំបានបញ្ជាក់យ៉ាងច្បាស់ថាលោកស្រីទូចសំភ័រស្នើសុំលុបប្រឡាយប្រវែងត្រឹមតែ50ម៉ែត្រប៉ុណ្ណោះជាមួយការដាក់លូបង្កប់ទំហំ8ទឹកជំនួសផ្ទុយទៅវិញលោកមេឃុំបែរជាអះអាងថាស្នើសុំលុប100ម៉ែត្រខណៈដែលការចាក់លុបជាក់ស្ដែងគឺរាប់រយម៉ែត្រឯណោះដល់អញ្ចឹងទៅកាន់តែធ្វើឲ្យពួកគាត់ងឿងឆ្ងល់មិនដឹងទៅសួរខាងណាអ្នកភូមិបានបន្តទៀតថាប្រឡាយនេះមានទទឹងទំហំ10ម៉ែត្រនិងបណ្ដោយជាង1គីឡូម៉ែត្រដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការរំដោះទឹកចេញពីភូមិនិងនាំទឹកសម្រាប់ស្រោចស្រពស្រែចម្ការពួកគាត់បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថាការបដូរប្រឡាយទំហំ10ម៉ែត្រមកដាក់ជំនួសដោយលូទំហំ8ទឹកនឹងធ្វើឲ្យលំហូរទឹកហូរមិនទាន់ច្បាស់ជាបង្កឲ្យមានការជន់លិចភូមិផ្ទះសម្បែងនិងផ្លូវថ្នល់ជាក់ជាមិនខានក្នុងរដូវវស្សាខាងមុខនេះប្រជាពលរដ្ឋបានចោទសួរថាតើចាំបាច់អ្វីត្រូវលុបប្រឡាយរបស់រដ្ឋហើយតើការលុបនេះផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សហគមន៍តើត្រឹមថ្នាក់រដ្ឋបាលឃុំមានសិទ្ធិអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្រដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនភូមិដែរឬទេហើយដោយសារតែការគិតមិនយល់និងបារម្ភពីបញ្ហាជនលិចនេះទើបពួកគាត់ស្នើសុំឲ្យអ្នកសារព័ត៌មានជួយពំនាំរឿងនេះទៅជម្រាបជូនថ្នាក់លើជាពិសេសឯកឧត្តមអភិបាលខេត្តមេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់ផងជុំវិញការលើកឡើងរបស់អ្នកភូមិអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីសំណាក់លោកស្រីទូចសំភ័របានទេចំណែកលោកសុំសុខនប្រធានការិយាល័យធនធានទឹកនិងឧតុនិយមស្រុកស្អាងក៏មិនអាចសុំការបកស្រាយបានដែរដោយសារទូរស័ព្ទចូលតែពុំមានអ្នកទទួលយ៉ាងណាមិញលោកមិប៉ិនមេឃុំស្អាងភ្នំបានទទួលស្គាល់ថាលោកពិតជាបានអនុញ្ញាតឲ្យលោកស្រីទូចសំភ័រចាក់ដីលុបប្រឡាយសាធារណៈពិតប្រាកដមែនដោយក្រោយពីចាក់ដីលុបរួចនិងដាក់លូទំហំ8ទឹកដើម្បីរំដោះទឹកដោយមានចែងក្នុងកំណត់ហេតុកិច្ចសន្យាចុះថ្ងៃទី23ខែមិថុនាឆ្នាំ2025លោកក៏បានបញ្ជាក់បន្ថែមថាលោកពុំបានរាយការណ៍រឿងនេះទៅរដ្ឋបាលស្រុកឬជំនាញពាក់ព័ន្ធនោះទេហើយក៏មិនអនុញ្ញាតឲ្យមានការរំកិលរបងឬសង់សំណង់រឹងនៅលើប្រឡាយដែលបានចាក់ដីលុបជាដាច់ខាតលោកបានបន្ថែមថាប្រសិនបើថ្ងៃក្រោយមានបញ្ហាប្រឈមលោកនឹងលើកគម្រោងមូលនិធិឃុំដើម្បីធ្វើការស្ដារឡើងវិញជាបរិបទគាត់ស្នើសុំទៅលើក្រុមការងារយើងគិតយ៉ាងម៉េចហ្នឹងណាបាទហើយបើសិនណាយើងយល់ព្រមពាក្យសារនេះទៅឲ្យគាត់ធ្វើកិច្ចសន្យាធ្វើអីក្រោយពីធ្វើកិច្ចសន្យាឡើងនេះថាក្រោយពីចាក់លុបហើយរួចហើយដាក់លូមាត់កាត់8ទឹកហើយធ្វើក្បាលបាទហើយលបងដែលនៅប្រើប្រាស់រាល់ថ្ងៃអត់មានប្រែប្រួលបាទហើយអត់មានក្រោយពីចាក់ហើយអត់មានសាងសង់អីលើទីតាំងទីចាក់នឹងទេបាទគាត់ស្នើសុំលុបឲ្យជាប្រមាណម៉ែត្រដែរខ្ទង់ជាបែបខ្ទង់ជា100ម៉ែត្រជាង100ម៉ែត្របាទពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យមានការលុបហើយដាក់លូហ្នឹងខាងឃុំមានបានធ្វើការជជែកជាមួយខាងជំនាញធនធានទឹកដែរទេយើងអត់បានទេដោយសារការស្នើសុំរបស់គាត់ណាយើងក៏អត់បានរាយការណ៍ទៅថ្នាក់ស្រុកហើយជំនាញដែរតែណាយើងបញ្ហាគាត់ដាក់លុបឲ្យផ្ទះទៅខាងមុខទៀតក៏យើងមានធានការកាយដើម្បីទម្លាក់ព្រែក
ព្រៃកបៅមិនហ្នឹងបាទ បាទ ហើយព្រៃកបៅហ្នឹងវាស្ទះត្រូវដាក់លូទៀតខាងនេះម្ចាស់កម្រោងធនធានទឹកក្តារព្រែកនេះទៅធ្វើឲ្យបាទ យោងតាមកំណត់ហេតុកិច្ចសន្យាចុះថ្ងៃទី23ខែមិថុនាឆ្នាំ2025របស់រដ្ឋបាលឃុំស្អាងភ្នំបានបញ្ជាក់ថាឈ្មោះទូចសំភ័រភេទស្រីអាយុ49ឆ្នាំមានទីលំនៅភូមិព្រែកស្លែងឃុំស្អាងភ្នំស្រុកស្អាងបានស្នើសុំចាក់ដីលុបប្រឡាយចាស់ដោយដាក់ប្រព័ន្ធលូទំហំ8តឹកមានទទឹង10ម៉ែត្របណ្ដោយ50ម៉ែត្រកម្ពស់ស្មើនឹងផ្លូវបេតុងនៅត្រង់ចំណុចភូមិព្រែកស្លែងឃុំស្អាងភ្នំនៅក្នុងកំណត់ហេតុនេះលោកស្រីទូចសំភ័របានសន្យាថាបើថ្ងៃក្រោយខ្លួនសាងសង់សំណង់រឹងគ្រប់ប្រភេទនិងយកដីខាងលើជាកម្មសិទ្ធិផ្ទាល់ខ្លួនគឺសូមទទួលខុសត្រូវចំពោះមុខច្បាប់ ឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ 089 408 406 098 661 215 និង 088 616 66 61